នៅខេត្តដាច់ស្រយាលមួយមានភូមិតូចមួយឈ្មោះភូមិត្រពាំងខ្មៅអ្នកភូមិនិយាយថាពេលរាត្រីជ្រៅកុំដើរឆ្លងកាត់ផ្លូវចាស់ជិតបឹងត្រពាំងព្រោះមានវិញ្ញាណស្ត្រីម្នាក់លងរកមនុស្សថ្ងៃមួយវិសាលត្រូវបានផ្ទេរមកបង្រៀននៅសាលាបឋមសិក្សានៅភូមិនេះពេលគាត់ជិះម៉ូតូចូលភូមិមេឃកំពុងងងឹតនិងភ្លៀងធ្លាក់ស្រាលម៉ាលីបងមកថ្មីមែនទេវិសាលបើខ្ញុំមកបង្រៀននៅសាលាភូមិនេះម៉ាលីមើលមុខគាត់បន្តិចហើយនិយាយសំឡេងទាបម៉ាលីបើបងស្នាក់នៅផ្ទះសាលាចាស់សូមកុំចេញក្រៅក្រោយម៉ោង11យប់វិសាលហេតុអ្វីម៉ាលីមិនឆ្លើយតែនាងដើរចេញទៅយឺតយប់ដំបូងវិសាលរៀបចំបន្ទប់ស្នាក់នៅក្នុងអគារសាលាចាស់ម៉ោង11:47យប់សំឡេងគោះវិសាលភ្ញាក់ពីដំណេកវិសាលអ្នកណាគ្មានអ្នកឆ្លើយគាត់បើកទ្វារមិនឃើញនរណាម្នាក់ទេប៉ុន្តែមានស្នាមជើងសើមដើរចូលតាមច្រករបៀងស្នាមនោះនាំទៅដល់បន្ទប់មួយដែលត្រូវបានចាក់សោជាយូរពេលគាត់យកភ្លើងទូរស័ព្ទទៅលើទ្វារស្រាប់តែឮសំឡេងស្ត្រីខ្សឹបពីខាងក្នុងជួយខ្ញុំផងវិសាលភ័យខ្លាំងតែគាត់គិតថាប្រហែលជាមាននរណាម្នាក់លេងសើចសំឡេងនោះបន្តទៀតខ្ញុំត្រជាក់ណាស់ភ្លាមភ្លើងក្នុងអគារទាំងមូលក៏រលត់ថ្ងៃបន្ទាប់វិសាលទៅសួរតាឈួនមើលជុំវិញមុននិយាយបន្ទប់ដែលលោកឮសំឡេងនោះពីមុនជាបន្ទប់ស្នាក់របស់គ្រូស្រីម្នាក់ឈ្មោះសុភាវិសាលតើនាងទៅណាតាឈួនដកដង្ហើមធំតាឈួននាងស្លាប់នៅយប់ភ្លៀងដូចយប់ម្សិលមិញគេឃើញសាកសពនាងនៅជិតបឹងត្រពាំងប៉ុន្តែមិនដែលរកឃើញថានរណាសម្លាប់នាងទេអ្នកភូមិជឿថាវិញ្ញាណនាងនៅតែត្រឡប់មកសាលាចាស់រៀងរាល់យប់វិសាលមិនសូវជឿរឿងខ្មោចទេប៉ុន្តែអ្វីដែលគាត់បានឮធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យនៅពេលសម្អាតឯកសារចាស់ក្នុងសាលាវិសាលរកឃើញរូបថតគ្រូបង្រៀនឆ្នាំ2011ក្នុងរូបនោះមានស្ត្រីម្នាក់ស្លៀកអាវុធស្ដៃវែងឈរញញឹមស្រស់ស្អាតនៅខាងក្រោយរូបមានអក្សរសរសេរថាបើខ្ញុំមានរឿងអ្វីការពិតនៅក្រោមដើមច័ន្ទគិរីជិតបឹងយប់នោះវិសាលសម្រេចចិត្តទៅកន្លែងដែលបានសរសេរសំឡេងខ្យល់ខ្លាំងនិងរន្ទះវិសាលដើរតាមផ្លូវចាស់កាន់ចង្គៀងមួយពេលទៅដល់ដើមច័ន្ទគិរីធំគាត់ឮសំឡេងស្ត្រីយំគាត់ចោលភ្លើងទៅមុខមានស្ត្រីម្នាក់ឈរខ្នងបែរសក់វែងស្រអាប់សម្លៀកបំពាក់សើមទឹកវិសាលអ្នកណាស្ត្រីនោះបែរមុខមកយឺតមុខរបស់នាងស្លេកស្លាំងភ្នែកខ្មៅជាំនិងមានទឹកហូរចេញពីមាត់នាងនិយាយសំឡេងរងាហេតុអ្វីទើបមកជួយខ្ញុំវិសាលថយក្រោយទាំងញ័រភ្លាមដីក្រោមដើមឈើចាប់ផ្ដើមរលុងគាត់ជីកមើលហើយរកឃើញប្រអប់ដែកចាស់មួយក្នុងប្រអប់មានសម្បត្តិរបស់សុភាខ្សែមាសខូចកំណត់ហេតុដែលសរសេរថាមេភូមិនិងបពពួកបានប៉ុនប៉ងរំលោភខ្ញុំរត់គេចតែពួកគេបានរុញខ្ញុំចូលបឹងវិសាលភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្យល់បក់ខ្លាំងជាងមុនសុភាលេចមកម្ដងទៀតលើកនេះនាងឈរនៅចម្ងាយតែប៉ុន្មានម៉ែត្រសុភាការពិតត្រូវប្រាប់អ្នកភូមិវិសាលកាន់ប្រអប់នោះរត់ត្រឡប់មកភូមិនៅព្រឹកបន្ទាប់គាត់ប្រមូលអ្នកភូមិនិងបង្ហាញសម្បត្តិទាំងអស់តាឈួនស្គាល់ហត្ថលេខារបស់សុភាច្បាស់មនុស្សចាស់ម្នាក់ក្នុងភូមិក៏សារភាពថាកាលនោះមេភូមិចាស់បានគំរាមមិនឲ្យនរណានិយាយរឿងនេះឡើយអ្នកភូមិទាំងអស់នាំគ្នាទៅធ្វើបុណ្យឧទ្ទិសកុសលនៅជិតបឹងយប់នោះវិសាលនៅក្នុងបន្ទប់សាលាចាស់ម្ដងទៀតម៉ោង11:47យប់ដដែលសំឡេងគោះទ្វារស្រាលគាត់បើកទ្វារនៅមុខទ្វារមានផ្កាច័ន្ទគិរីពណ៌សក់មួយតងដាក់នៅលើឥដ្ឋខ្យល់ត្រជាក់បក់កាត់ហើយគាត់ឮសំឡេងស្ត្រីទន់ភ្លន់អរគុណវិសាលញញឹមតិចគាត់គិតថាវិញ្ញាណសុភាប្រហែលបានទៅកាន់ទីស្ងប់ស្ងាត់ហើយគាត់បិទទ្វារវិញសំឡេងភ្លេងស្ងប់ស្ងាត់ចាប់តាំងពីថ្ងៃនោះមិនមានអ្នកណាឮសំឡេងយំចិត្តបឹងត្រពាំងខ្មៅទៀតឡើយប៉ុន្តែអ្នកដំណើរខ្លះនិយាយថានៅយប់ភ្លៀងខ្លាំងបើអ្នកឆ្លងកាត់ផ្លូវចាស់ជិតបឹងអ្នកអាចឃើញស្ត្រីស្លៀកអាវ៉ាសឈរនៅក្រោមដើមច័ន្ទគិរីហើយញញឹមស្ងាត់មុននឹងបាត់ខ្លួនទៅក្នុងអាប់ហើយរឿងនេះក៏នៅតែត្រូវបានអ្នកភូមិត្រពាំងខ្មៅនិយាយតគ្នាថាវិញ្ញាណឡងពេលរាត្រី